អញយកលុយ 1.900 ម៉ឺនយន្តហើយចង់រត់គេចខ្លួនមែនទេអញគិតថាក្រុមហ៊ុននេះជាស្អីកាន់នេះធនាគាររបស់អ្នកទទួលបានប្រាក់ចំនួន19យន្តសៀវវ៉ាងជាវ៉ងឲ្យប្រាក់រង្វាន់ចុងឆ្នាំចំនួន 1.900 ម៉ឺនយន្តសម្រាប់ឆ្នាំនេះអញពិតជាសំនឹងទទួលបានណាស់ខំប្រឹងធ្វើការបន្តទៀតទៅក្រុមហ៊ុនមិនធ្វើឲ្យអ្នកដែលមានគុណសម្បត្តិណាម្នាក់ខុសបំណងឡើយពិតជាអស្ចារ្យណាស់វ៉ាងឆិនឯងទទួលបានលុយ19លានអនាគតខាងមុខលែងពិបាកទៀតហើយកុំភ្លេចប៉ាវពួកយើងផងណាពេលក្រោយខ្ញុំប្រកាសជារៀបចំជូនកូនប្រុសម៉ាក់បានឃើញនៅក្នុង moment បណ្ដាញសង្គមថាកូនទទួលបានអាំងប៉ាវធំមែនទេបាទម៉ាក់លោកប្រធានលូបានផ្ដល់ប្រាក់រង្វាន់ចុងឆ្នាំឲ្យខ្ញុំចំនួន19លានយន្តប៉ុន្មានទៅកូនម៉ាក់គឺ19លានយន្តបាតវ៉ាងឆិនកូនចាំទីនោះចុះស្អែកម៉ាក់នឹងទៅរកកូនមិនទេយប់នេះម៉ាក់នឹងទិញសម្បត្តិទៅភ្លាមតែម្ដងម៉ាក់កុំពិបាកធ្វើដំណើរអីចាំលុយចូលកាន់នេះសិនចាំគិតធ្វើបែបនឹងមិនកើតទៅលុយច្រើនសន្ធឹកសន្ធាប់បែបនេះកូននៅក្មេងម៉ាក់មិនស្ងប់ចិត្តទេម៉ាក់ត្រូវតែទៅជួយមើលនិងផ្ដល់យោបល់ខ្លះម៉ាក់ឃើញបូរីនៅកណ្ដាលក្រុងមួយនោះមើលទៅមិនអន់ឡើយបាទអីចឹងក៏បានដែរម៉ាក់អញ្ជើញមកចុះ19លានយន្ត5ឆ្នាំហើយទីបំផុតខ្ញុំអាចឆ្លងផុតការលំបាកទាំងនេះបានហើយកាន់នេះរបស់អ្នកទទួលបានប្រាក់ថ្ងៃនេះចំនួន19.00យន្តមិនអាចទៅរួចម៉ាក់មកដល់ស្ថានីយ៍រថភ្លើងល្បឿនលឿនហើយឥឡូវកំពុងទៅមើលផ្ទះលឿនម្លេះម៉ាក់ច្បាស់ហើយម៉ាក់រំភើបដេកមិនលក់ពេញមួយយប់កូនផ្ញើអាសយដ្ឋានមកម៉ាក់មានយកកាដូនិងរបស់ប្លែកពីស្រុកកំណើតមកផ្ញើកូនទៀតផងម៉ាក់កុំអាលប្រញាប់អីរកកន្លែងណាមួយសម្រាប់សិនទៅសម្រាប់ធ្វើអីទៀតម៉ាក់មិនហត់ទេម៉ាក់ចង់ទៅមើលផ្ទះថ្មីរបស់យើងលឿនម៉ាក់ឬបងប្អូនជីដូនមួយកូននិយាយថាបូរីមួយនោះបើទិញឥឡូវមានការបញ្ចុះតម្លៃទៀតផងវ៉ាងឆិនកូនកំពុងស្ដាប់ម៉ាក់ទេបាទខ្ញុំកំពុងស្ដាប់ម៉ាក់ធ្វើដំណើរតាមផ្លូវប្រុងប្រយ័ត្នផងណាបើទៅដល់ចាំទេមកខ្ញុំកាលពីម្សិលមិញខ្ញុំស្ថិតនៅចំពោះមុខមនុស្សជាង500នាក់ហើយថែមទាំងត្រូវបានគេសរសើរថាជាវីរបុរសរបស់ក្រុមហ៊ុនទៀតផងអាឡូនរណាគេនឹងជំរាបសួរលោកស្រីនាយកលីវខ្ញុំគឺវ៉ាងឆិនអូវ៉ាងឆិនអ្នកមានគុណសម្បត្តិធំធេងរបស់ក្រុមហ៊ុនអបអរសាទរផងណាដែលខ្លាចជាអ្នកមានទេមកពីព្រលឹមបែបនេះមានការអីមែនទេលោកស្រីនាយកលីវខ្ញុំទើបតែទទួលបានសារពីធនាគារអំពីប្រាក់រង្វាន់ចុងឆ្នាំទទួលបានហើយមែនទេផ្នែកហិរញ្ញវត្ថុរបស់យើងធ្វើការមានប្រសិទ្ធភាពណាស់ខ្ញុំទទួលបានហើយប៉ុន្តែចំនួនទឹកប្រាក់ហាក់ដូចជាមានបញ្ហាបន្តិចមានបញ្ហាអីទៅបញ្ជីកណេឲ្យទាំងអស់សុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យដោយផ្ទាល់ដៃរបស់ខ្ញុំមិនអាចមានកំហុសឡើយចំនួនទឹកប្រាក់ដែលចូលកណេរបស់ខ្ញុំមានតែ19យន្តប៉ុណ្ណោះវ៉ាងឆិនឲ្យវ៉ាងឆិនឯងមិនទាន់ភ្ញាក់ពីដេកទេដឹងគឺ19យន្តនឹងហើយលោកប្រធានក្រុមប្រឹក្សាពិបាលបាននិយាយយ៉ាងច្បាស់លាស់ណាស់កម្មវិធីជប់លៀងយ៉ាងម៉េចនៅក្នុងកម្មវិធីនោះលោកប្រធានបាននិយាយច្បាស់ហើយតើថាផ្ដល់ជូន19យន្តសម្រាប់ជាការតបស្នងចំពោះការខិតខំប្រឹងប្រែងនិងការរួមចំណែកយ៉ាងធំធេងរបស់ឯងជូនក្រុមហ៊ុនគឺលោកស្រីនាយកលីវខ្ញុំគិតថាប្រហែលជាមានការយល់ច្រឡំអ្វីមួយហើយពេលនោះមនុស្សគ្រប់គ្នានៅក្នុងកម្មវិធីសុទ្ធតែបានលើដូចគ្នាថាគឺ19លានយន្ត 1.900 ម៉ឺនយន្តនោះមកពីពួកគាត់ស្ដាប់ច្រឡំទេហើយឯងដែលជាសាមីខ្លួនក៏ស្ដាប់ច្រឡំដែរអ្វីដែលលោកប្រធាននិយាយគឺ19យន្តឧបប្រកាសមែនហើយបន្ទាប់មកលោកក៏បាននិយាយបន្ថែមមួយឃ្លាទៀតថាជូនពរឲ្យឯងជួបតែរឿងល្អរាប់ម៉ឺនចំពោះវ៉ាន់ឆេរូយ៉េខ្ញុំឃើញមនុស្សមួយចំនួនប្រហែលជាចង់បានលុយខ្លាំងរហូតដល់វង្វេងអស់ហើយបានជាស្ដាប់ពាក្យ10000វ៉ាន់នៅក្នុងពាក្យជូនពរច្រឡំថាជាលុយ19លាន 1.900 ម៉ឺនយន្តទៅវិញទៅបង្កឲ្យមានរឿងកំ pl ែងបែបនេះឡើងវ៉ាងឆិនឯងនៅមានការអីទៀតទេខ្ញុំកំពុងរវល់ណាស់មានអីទៀតទេបាទអរគុណលោកស្រីនាយកលីវខ្ញុំយល់ច្បាស់ហើយឯងយល់ច្បាស់ទៅគឺល្អហើយក៏ល្អដែរ19យន្តនេះចាត់ទុកជាការកាត់ផ្តាច់រាល់មនោសញ្ចេតនានិងការលះបង់ទាំងអស់របស់ខ្ញុំកន្លងមកពិតជាសមតម្លៃណាស់ចប់ត្រឹមនឹងចុះអញយកលុយ19លាន 1.900 ម៉ឺនយន្តហើយចង់រត់គេចខ្លួនមែនទេឯងគិតថាក្រុមហ៊ុននេះជាស្អីមិនក៏លែងនិយាយស្ដីអញ្ចឹងដឹងខ្លួនខុសហើយមែនទេវ៉ាងឆិនក្រុមហ៊ុននឹងខ្ញុំធ្លាប់ប្រព្រឹត្តមិនល្អចំពោះឯងមែនទេក្រុមហ៊ុនផ្ដល់ឱកាសផ្ដល់វេទិកាឲ្យឯងលើកស្ទួយឯងតាំងពីបុគ្គលិកកម្មសិក្សារហូតបានឡើងជាប្រធានគម្រោងដល់ចុងឆ្នាំខ្ញុំសុខចិត្តទម្លាក់មតិជំទាស់របស់មនុស្សគ្រប់គ្នាដើម្បីផ្ដល់ប្រាក់រង្វាន់ចុងឆ្នាំដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីបង្កើតក្រុមហ៊ុនមកគឺចំនួន19លានយន្តឲ្យឯងខ្ញុំចាត់ទុកឯងជាដៃស្ដាំសម្រាប់អនាគតក្រុមហ៊ុនប៉ុន្តែឯងតបស្នងមកខ្ញុំបែបនេះវិញមែនទេទើបតែបានលុយភ្លាមក៏ដាក់ពាក្យឈប់ផ្លែតឯងចាត់ទុកក្រុមហ៊ុនជាស្អីជាបង្គន់សាធារណៈមែនទេនឹកឃើញចង់មកក៏មកចង់ចេញក៏ចេញមែនទេភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនអាចទៅរួចមិនក៏មានតែ19យន្តអីចឹងមិនមែនថា19លានទេហើយមិនក៏ខ្លាយជា19យន្តទៅវិញមែនហើយកាលពីម្សិលមិញខ្ញុំក៏បាននឹកច្បាស់ថា19លានដែរតើនេះមិនមែនជាការធ្វើបាបនិងបោកប្រាស់គេពេកទេដឹងលីវមីនឯងប្រញាប់វាមកជួបអញភ្លាម